ទន្ទឹមនឹងនោះនៅក្នុងបន្ទប់ដ៏ប្រណិតមួយស្ត្រីដែលមានសក់រួញអង្កាញ់វែងកំពុងត្រូវបានអ្នកយាមដ៏រឹងមាំ2នាក់ស្ថិតក្នុងឯកសណ្ឋានក្រហមរារាំងយ៉ាងតឹងរ៉ឹងធ្វើឲ្យវិញ្ញាណរបស់នាងមិនអរអួលទោះបីជាបរិយាកាសតានតឹងក៏ដោយក្នុងសភាពតានតឹងនោះនាងខ្ញុំបង្ហាញការភ័យខ្លាចដោយផ្អែកលើទឹកមាត់យ៉ាងអស់កម្លាំងហើយនាងបន្តប្រាប់ខ្លួនឯងឲ្យកុំភ័យភ្លេចនៅពេលដែលសៀវភៅត្រូវបានបើកបង្ហាញក្នុងស៊ុមអក្សរសិល្បៈលើផ្ទៃពណ៌ស្រស់សម្រស់នៃពាក្យថាដែលមិនមានអ្វីដែលប៉ាន់ស្មានជាងក្តីសង្ឃឹមគឺត្រូវបានណែនាំយ៉ាងស្ងប់ស្ងាត់ដូចជាពេលវេលាដែលបញ្ចេញនៅការពិចារណាតែអ្នកស្រីឈរខ្មាស់ខ្លាចនិងបង្ហាញសញ្ញាភ័យខ្លាចក្រោមមុខមន្ត្រីអំណាចពីក្រោយដែលធ្វើឲ្យក្តីតានតឹងកាន់តែស្រួចចូលមកកាន់នាងនៅក្នុងទស្សនវិជ្ជាប្រហាក់ប្រហែលស្រពេចស្រពិលនេះមានសម្លេងអ្វីមួយត្រូវបានហែកឡើងដោយអារម្មណ៍ខកចិត្តខ្លាំងខណៈពេលផ្កាទទួលបានស្នាមចុះចូលជាបន្ទាន់របស់វានៅលើផ្ទាំងបើករឿងនេះឈ្មោះ My Little Tyrant កំពុងតែភ្លឺរលោងក្រោមស្លាកព្រើមាសនៃមុខមាសដោយបង្ហាញពីភាពខ្ពង់ខ្ពស់និងសញ្ញាផ្លូវដ៏អស្ចារ្យដែលរឿងនេះនឹងលេចឡើងពេលទីក្រុងកំពុងស្ថិតនៅក្រោមស្រមោលគ្រោះថ្នាក់ដំណឹងអំពីការផ្ទុះរាលដាលនិងការបិទគប់ត្រូវបានប្រកាសជាសាធារណៈធ្វើឲ្យអាកាសធ្ងន់ធ្ងរនិងអនាគតកាន់តែអមិតលើកដំបូងនៅចំហៀងរថយន្តបើកល្បឿនលឿននាងឈរយ៉ាងស្ងប់ស្ងាត់ស្ទាក់ស្ទើរក្នុងការជ្រើសរើសអ្វីមួយតាមទូរស័ព្ទនៅពេលអារម្មណ៍ស្ទើរคล้ายជាការឆ្ងល់ក្នុងពេលដែលពន្លឺចាំងសូត្រចូលមុខនាងយ៉ាងឆាប់រហ័សសំឡេងបុកសន្ធឹកសន្ធាប់ជាអាកាសធាតុលេចធ្លោបានធ្វើឲ្យនាងភ្ញាក់ផ្អើលនិងបង្ហាញថានាងកំពុងជួបប្រទះនឹងអ្វីមួយបំផុតគួរឲ្យភ័យខ្លាចដេកស្លាប់នៅលើដីដៃស្លាប់របស់នាងក្បែរទូរស័ព្ទដែលបែកចេញនឹងស្នាមឈាមបង្ហាញពីសេចក្តីសោកសៅនៃការបាត់បង់មួយដែលមិនអាចត្រឡប់វិញបាននៅក្នុងសន្លឹកបន្ទាប់នេះខណៈដែលភ្លឺភ្នែកពណ៌ខៀវរបស់នាងក្រំបន្តិចក្នុងស៊ុមលំអនៅលើផ្ទៃមេឃពេញផ្កាយក្តីនឹកចង់និងភាពរសើបលួងលោមនៅក្នុងចិត្តនាងត្រូវបានបង្ហាញតាមរយៈការព្រើភ្នែករំលឹកដល់ខ្លួនឯងនៅកណ្ដាលរន្ធងឹតនោះតួអង្គស្រីតូចបានបញ្ចេញសំឡេងខ្លាំងដោយអស់សង្ឃឹមទាមទារឲ្យមាននរណាមកជួយបណ្ដាលឲ្យអារម្មណ៍តានតឹងកើនឡើងខណៈនាងបន្តស៊ូពីក្នុងភាពងឹតយូរប៉ុន្មានក្នុងភាពស្ងប់ស្ងាត់នោះបានលេចឡើងសំណួរដ៏ស្រួយថាតើនៅជាយព្រំនៃភាពងឹតនោះមាននរណាទេដែលកំពុងស្ដាប់និងនឹកគិតដូចគេលើផ្ទៃមេឃយប់ដ៏ស្ងាត់ដែលបញ្ចាំងតាមរយៈរង្វង់បើកមួយការស្ងៀមស្ងាត់ជ្រាបចូលក្នុងពេលវេលាដូចជាអារម្មណ៍ស្ទើរតែបាត់បង់ក្នុងពេលដែលនាងសន្លប់លើដីដោយសុខភាពធ្លាក់ចុះនិងព្រឺព្រួចយ៉ាងវឹកវរនាងបានបញ្ចេញសំណួរយ៉ាងស្ទើរតែអស់សង្ឃឹមថានរណានឹងមកជួយឬតើមាននរណាដែលអាចសង្គ្រោះនាងបានទៀតឬទេតែពេលនាងស្ថិតនៅក្នុងសភាពស្លូតស្លាំងដោយភ័យខ្លាចចិត្តរឹតតែនឹងរលាយពេលដែលជើងមួយចំនួនកំពុងនៅជិតឡើងគាត់បានហៅឈ្មោះគេយ៉ាងត្រេកត្រអាលនៅពេលពន្លឺភ្លើងរលត់រលោងនិងសំឡេងកាំបិតធ្វើឲ្យបាតដៃក្រអូបឡើងអ្នកភូមិដែលកំពុងឆក់ឈើកាំបិតនិងអំពូលភ្លើងបានប្រមូលផ្ដុំជុំវិញនារីវ័យក្មេងដ៏ភ័យខ្លាចម្នាក់ដោយម្នាក់ក្នុងចំណោមពួកគេបានសួរទៅនាងថានាងធ្វើអ្វីនៅទីនេះស្រាប់តែទាំងពីរប្រែជាសម្លឹងភ័យរន្ធត់ហើយស្រែកឡើងដោយការភ័យខ្លាចពេលប្រឈមមុខនឹងប្រយុទ្ធប្រដាប់អាវុធភ្លើងដ៏គំរាមកំហែងសំឡេងស្រែកអង្រួនរាត្រីដ៏តានតឹងបន្លឺឡើងតាមដើមឈើដែលមានស្រមោលខណៈដែលសត្វស្លាបហោះហើរក្រោមមេឃដ៏អាក្រក់នៅក្រោមពកដែលនៅពីមុខដែលនោះសំឡេងដែលមិនច្បាស់លាស់ឥឡូវនេះកំពុងរអ៊ូទមនឹងសំណួរនៅក្នុងភាពងឹតពាក្យមិនច្បាស់លាស់របស់ពួកគេបានបន្លឺសំឡេងអាត់កំបាំងកាន់តែជ្រៅពេញមួយយប់នៅពេលដែលនារីនោះចុះជង្គង់យំស្រែកដោយទឹកភ្នែកពេញមុខក្រោមពន្លឺកន្ទេលដែលបុរសម្នាក់កាន់ហើយមនុស្សជាច្រើនកំពុងសង្កត់សង្កាញ់មើលដោយអារម្មណ៍ភ័យឆ្ងល់និងសង្វេគឋានការបានកាន់តែតានតឹងដោយអារម្មណ៍សង្វេគចំហបាត់ត្រីបានឈប់ដើរយ៉ាងភ្លេចខ្លួនខណៈពេលអារម្មណ៍ភ្ញាក់ផ្អើលនិងកង្វល់ចូលកាន់ពេលដែលនាងមើលឃើញទឹកជ្រាបចេញពីខ្លួនហើយនាងឆ្លើយសំណួរទៅកាន់ខ្លួនឯងយ៉ាងស្ទាក់ស្ទើរស្រមៃថាតើមានអ្វីកើតឡើងមិនមែនយូរប៉ុន្មានស្រាប់តែនាងលេចចេញពីស្រមោលដ៏ងឹតក្នុងភាពភ្ញាក់ផ្អើលខណៈដែលមនុស្សម្នាក់បានពន្លាក់ឆ្ពោះមកនាងដោយអារម្មណ៍មិនជឿជាក់ក្នុងផ្លែតនោះការចាក់កណ្ដាលមុខបានធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈពីបុរសនៅជិតក៏អេឡូអ៊ូតដោយសារតែភាពភ្លេចស្មារតីនៃព្រឹត្តិការណ៍បន្ទាប់ពីពួកគេបានស្ដាប់ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលស្នាមគ្រួលនិងការសំងំរបស់មនុស្ស4នាក់ចេញមកជាប្រតិកម្មយ៉ាងភ្លឺចំហទាំងអស់ក្រៅអាគារក្រោមពន្លឺយប់អ្នកចាស់ម្នាក់បានបង្ហាញភាពព្រួយបារម្ភរបស់គាត់ដោយសួរយ៉ាងតានតឹងថាតើមានអ្វីកើតឡើងហើយហេតុអ្វីក៏ដោយខណៈពេលដែលបុរសវ័យក្មេងនៅក្បែរនោះស្ងប់ស្ងាត់ក្នុងអារម្មណ៍សន្ធឹងដោយមិនច្បាស់ចិត្តនៅខាងក្រៅអាគារគាត់បានពន្យល់ផែនការសំខាន់មួយដោយសម្លឹងយ៉ាងព្រួយបារម្ភខណៈពេលដែលមិត្តរួមក្រុមរបស់គេឈរបង្ហាញការបារម្ភនិងស្ដាប់យ៉ាងអន្ទង់អន់នៅក្នុងពន្លឺស្រស់ស្អាតនៃផ្ទៃខ្មៅដែលពោពេញដោយពន្លឺភ្លឺរលោងអតីតកាលត្រូវបានលាតត្រដាងឡើងយ៉ាងស្ងប់ស្ងាត់បង្ហាញពីរឿងរ៉ាវដែលកំណត់អនាគតណពេលនោះស្រីបានប៉ះទ្រូងខ្លួនឯងយ៉ាងទន់ភ្លន់ដោយមានភ្លឺភ្លេករំលេចជាប់ជាមួយអារម្មណ៍ស្រឡាញ់បន្ទាន់កើតឡើងក្នុងចិត្តនៅក្នុងផ្ទៃពន្លឺស្រទន់នោះសេចក្តីគិតវិលជុំអំពីសេចក្តីសម្រេចដ៏សំខាន់របស់រាជវង្សបានលេចឡើងយ៉ាងស្ងប់ស្ងាត់ជាមួយនឹងស្នាមញញឹមទន់ភ្លន់ដែលផ្ទាំងពន្លឺរលោងនៅជុំវិញនាងបានបញ្ជាក់ពីអារម្មណ៍ស្រទន់របស់នាងពេលនាងផ្ដល់ការលូតលាស់នៃក្តីសង្ឃឹមថាអ្វីទាំងអស់នឹងប្រសើរឡើងវិញនៅពេលនាងបង្ហាញភាពជឿជាក់យ៉ាងឥតអៀនអាងភ្លឺរលោងទាំងបុរសម្នាក់នៅក្បែរនោះត្រូវភ្ញាក់ផ្អើលដោយការចូលមកដល់ដ៏ថ្លៃថ្នូររបស់នាង
នៅពេលដែលបុរសចាស់បង្ហាញការជិះចាប់ស្រមើស្រមៃដោយបង្កប់ដៃលើទ្រូងរបស់គាត់និងកំពុងបន្តលងអន្តែតបាត់បង់ទៅគាត់បានដឹងយ៉ាងជ្រេងថាបេះដូងរបស់គាត់ត្រូវបានគេចោលឲ្យសោកសៅដោយក្តីអាណិតចំពោះអតីតកាលនិងឈ្មោះកលីព្រៃដែលត្រូវបានឆ្លុះយល់នៅក្នុងចិត្តនៅពេលនាងត្រូវវាយលុកដោយបង្វិលដៃដុំហិមារូបរាងដូចនិញ្ចាបានបង្ខំឲ្យនាងធ្លាក់ចូលក្នុងរន្ធឃុំខ្លួនដោយសេចក្តីរន្ធត់និងអសមត្ថភាពឆ្លើយតបក្នុងពេលនាងកំពុងបង្ហាញអារម្មណ៍ទុក្ខព្រួយយ៉ាងខ្លាំងដោយអង្គុយយំក្រោមដីនោះនាងបានសរសេរចេញថាគ្រប់អ្វីដែលបានធ្វើគ្រាន់តែគិតឈ្មោះប៉ុណ្ណោះប៉ុន្តែអារម្មណ៍ខកចិត្តនិងធុញថប់បានជ្រៀតជ្រែកបំផុតក្នុងបរិយាកាសស្ងប់ស្ងាត់ក្រោមមេឃខៀវនិងពកប៉ុន្មានរលឹកអ្នកនិទានរឿងបានបង្ហាញអារម្មណ៍សោកស្ដាយជ្រាលជ្រៅចំពោះអ្វីដែលបានកន្លងផុតយ៉ាងដូចជាការដឹងគុណដ៏ជ្រាលជ្រៅនិងជួយបណ្ដេញអារម្មណ៍ព្រួយព្រេងឲ្យស្រួលបន្តិចមិនទាន់ស្រួលចិត្តពីអ្វីដែលបានឬនោះទេនាងបានបត់ក្រឡឹងមកក្រោយដោយកាន់សៀវភៅនៅក្នុងដៃនិងមានអារម្មណ៍ភ័យខ្លាចពេលត្រូវគេហៅឈ្មោះខណៈពេលដែលស្មារតីអាប់អួតនៅជុំវិញនៅតែបន្តស្រមៃចំពោះហេតុការណ៍មិនច្បាស់នៅមុខបុរសនោះបាននិយាយសម្លឹងយ៉ាងតឹងរ៉ឹងខណៈពេលដែលនារីកាន់សៀវភៅត្រូវចូលចាក់បណ្ដាលឲ្យនាងភ្ញាក់ផ្អើលដោយសាររំភើបមិនចាំបាច់បន្តពីការបង្ហាញអំពីអត្ថប្រយោជន៍ដ៏សំខាន់នោះសេចក្តីប្រកាសថ្មីត្រូវបានបញ្ចេញយ៉ាងដាច់ខាតក្នុងបរិយាកាសចម្រាស់ពន្លឺរលោងពន្លឿនអារម្មណ៍ឲ្យកាន់តែរឹងមាំតែក្រចកបានហៅខយ៉ាងអាសន្នខណៈពេលរត់បោះពុំស្រួលទៅមុខដោយអារម្មណ៍ភ័យខ្លាចនិងបារម្ភហើយវាឆាប់ឆ្លើយតបទៅពេលសៀវភៅអាតកំបាំងត្រូវបានបង្ហាញពន្លឺចេញចម្រូងចម្រាសពីវាខណៈដែលទំព័ររបស់វាហោះហើរចេញក្នុងបរិយាកាសពោពេញដោយអាតកំបាំងក្នុងពេលដែលនាងបង្ហាញភាពស្ងប់ស្ងាត់និងសោភ័ណភាពនៅមជ្ឈមណ្ឌលកាលីលីរុងរឿងនាងបានសន្និដ្ឋានអំពីភាពថ្លៃថ្នូរនិងសេចក្តីល្អប្រសើរដែលបំភ្លឺចិត្តនាងមនុស្សប្រុសសក់លឿងរូបនោះបង្ហាញខ្លួនយ៉ាងថ្លៃថ្នូរនៅកណ្ដាលផ្កាកុលាបក្រហមដែលរីកបង្ហាញពីស្ថានភាពជាអ្នកមានសាសរបស់គាត់ក្នុងអារម្មណ៍ស្ងប់ស្ងាត់និងពោពេញដោយអាតកំបាំងណពេលបុរសម្នាក់ក្នុងឯកសណ្ឋានស្ត្រីញឹមយ៉ាងស្ងប់ស្ងាត់ហើយឲ្យអារម្មណ៍ថែរក្សាគាត់បានអោបនារីសក់វែងឲ្យកាន់តែជិតខ្លួនក្នុងពេលដែលនាងក៏ផ្ដល់ក្តីស្រឡាញ់ជាប់ជានិច្ចវិញដោយក្តីសុខសាន្តក្នុងពេលដែលពួកគេចាប់អារម្មណ៍គ្នាយ៉ាងខ្លាំងក្នុងអំណោយដៃរបស់គ្នាការបាក់បែកដែលស្ថិតនៅជុំវិញពួកគេចាប់ផ្ដើមបង្ហាញពីភាពខ្សោយនិងភាពអស់សង្ឃឹមដែលកើតឡើងក្នុងសំណើចស្ងៀមស្ងាត់នៃភ្លើងអារម្មណ៍ខណៈពេលក្រមុំកំពុងយំស្រួយដោយអារម្មណ៍សមហើយបន្តផ្ទុះនៅពាក្យថ្លៃថ្នូរដោយសំណូមពរអរគុណចេញពីបេះដូងនាងបានជម្រាបថាមិនដែលគិតថានឹងទទួលបានអ្វីដូចនេះឡើយឆ្នេះបន្ទាប់ពីភាពស្ងប់ស្ងាត់នោះ Pavilion បានកាន់កដៃ Cerelia យ៉ាងទន់ភ្លន់ហើយបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលពេលសង្កេតឃើញកងដៃផ្កាដែលគាត់បានរៀបចំផ្ទាល់ដោយជំនួសវត្ថុថ្លៃថ្លាក្នុងពេលនោះដៃមួយបានចាប់ផ្ដើមចង្អុលទៅមុខយ៉ាងរហ័សដើម្បីទាក់ទាញក្តីអារម្មណ៍និងបង្ហាញភាពបន្ទាន់នៃស្ថានភាពមិនយូរប៉ុន្មានបន្ទាប់ពីសេចក្តីសង្ឃឹមបានផុសឡើងក្នុងបេះដូងនាងសុំនាងក៏យកកាបូបកាក់យ៉ាងរីករាយបង្ហាញមុខមនុស្សទាំងអស់ដោយស្រស់ស្រាយបង្ហាញភាពមានប្រយោជន៍នៃជោគវាសនាថ្មីនេះនៅក្នុងពន្លឺស្រស់ស្អាតបំផុតនារីម្នាក់ពាក់អាវក្រណាត់បាំងក្បាលបានលែងបង្ហាញអបសម្ងាត់មួយដោយលើកបង្ហាញគ្រាប់ពន្លឺអាតកំបាំងដែលភ្លឺរលោងនៅលើដៃរបស់នាងខណៈពេលអារម្មណ៍ល្អបន្តរីករាយនាងបានបញ្ជាក់ដោយភាពទំនុកចិត្តថាប្រាក់មិនធ្លាប់ធ្វើឲ្យនាងខកចិត្តឡើយនៅលើផ្ទៃតុដែលត្រៀមយ៉ាងប្រុងប្រយ័ត្នសម្បត់ដោយដៃ3សន្លឹកជាមួយការតុបតែងផ្កាគួរឲ្យកត់សម្គាល់ត្រូវបានបង្ហាញជូនដោយស្រទាប់អារម្មណ៍រំលឹកអតីតកាលគំនិតបន្តជ្រាបចូលក្នុងចិត្តការបង្ហាញអារម្មណ៍ខ្លាំងក្លាខាងក្នុងត្រូវបានសរសេរឡើងយ៉ាងស្រស់ស្អាតជាមួយសរសៃផ្កាដែលស្រស់ស្អាតជុំវិញអត្ថបទនិទានជាផ្ទាំងឲ្យអារម្មណ៍ឲ្យបន្តគិតពិចារណានៅលើព្រំក្រវ៉ាត់ក្រហមដ៏អធិការក្នុងបន្ទប់ដ៏អស្ចារ្យនោះនាងបានព្រំក្បាលទៀបបង្ហាញការគោរពយ៉ាងជ្រាលជ្រៅនៅលើព្រំក្រហមភ្ជាប់មុខជំហានធំនោះតួអង្គសម្លៀកបំពាក់អាហារមួយបានជ្រុលភ័យចុះលើជង្គង់ដោយចលនាស្ទាក់ស្ទើរបង្ហាញពីការទទួលសម្របខ្លួនក្នុងបរិយាកាសតានតឹងនៅចន្លោះសម្ងាត់នៃសាលាធំមួយខណៈពេលពន្លឺស្រអាប់លើកាយស្រមោលនោះតែមនុស្សម្នាក់គត់នៅលើកម្រាលពណ៌ក្រហមតូចយ៉ាងស្ងៀមស្ងាត់បង្ហាញពីភាពឯកោរបស់គាត់ក្នុងអាណិតនៃអំណាចនិងអាថ៌កំបាំងទឹកភ្នែកហើយកាន់ក្បាលយ៉ាងរំភើបស្រីបាក់ហូនដួងចិត្តដោយអារម្មណ៍លើសពគ្រប់ស្រីស្លៀកអាវហូដេខ្មៅបានភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយនាងប្រកាសសំណួរយ៉ាងភ្លឺភ្លាំងក្នុងស្ថានភាពភ័យស្លន់ស្លោចំពោះដំណឹងមិនបានរំពឹងក្នុងពេលដែលនាងឈរតែម្នាក់ឯងដោយមុខមាត់សោកសៅនិងកំពុងបង្ហាញអារម្មណ៍ទុក្ខជ្រាលជ្រៅកញ្ចេញសូរស្ងាត់ដូចជាកំពុងទប់ទឹកភ្នែកមិនឲ្យហូរចេញក្នុងពេលនោះប្រាក់សាបានធ្វើការបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយនាងស្រែកជាសំឡេងថ្មងបង្ហាញការចាប់អារម្មណ៍និងភ័យអារម្មណ៍ពីអ្វីដែលទើបនឹងដឹងខណៈពេលនោះនាងបានងក់មើលព័ទ្ធជុំវិញដោយអារម្មណ៍ចម្លែកហើយសួរខ្លួនឯងថាតើទីនេះជាអ្វីនិងហេតុអ្វីបានជានាងនៅទីនេះដើម្បីស្វែងយល់ពីការពិភាក្សានៅក្នុងបន្ទប់មួយដែលភ្លឺដោយភ្លើងចាក់កាំបាតល្មមខណៈពេលនាងកំពុងសម្លឹងពីក្រោយវាំងនន់ជាមួយចិត្តចង់ដឹងនិងប្រុងប្រយ័ត្នការមើលឃើញរូបមនុស្សស្រមោលនៅលើជំហានក្រហមនៅមុខឆាកបានបង្កើនភាពសង្ស័យនិងការរងចាំក្នុងបេះដូងនាងខណៈពេលនោះភ្ញៀវបានត្រូវគេរកឃើញយ៉ាងភ្លាមខណៈពេលដែលនាងបង្គំលើកម្រាលក្រហមដោយអារម្មណ៍ភ្ញាក់ផ្អើលព្រោះវាំងនន់ត្រូវបានរុញបើកយ៉ាងឆាប់រហ័សទៅពេលកន្លះភ្នែករបស់នាងភ្លឺរលោងក្នុងពន្លឺផ្កាកុលាបធ្លាក់ស្រួចនាងដូចជាត្រូវគេចាប់យកដោយអារម្មណ៍ភ្ញាក់ផ្អើលដ៏ជ្រាលជ្រៅនៅពេលអារម្មណ៍នៃការបោះបង់មិនទាន់លែងតែសោះនាងចូលរួមជាមួយផ្កាកុលាបក្រហមបណ្ដាចាប់ផ្ដើមគិតពិចារណាពីវាសនារបស់ខ្លួនដោយភ្លឺថ្លាបង្ហាញកំណត់ចិត្តមិនចាញ់នឹងពាក្យដ៏សន្ធោសន្ធៅនោះ
សូឌីអានដែលមានមុខមាត់ភ្ញាក់ផ្អើលបានសម្លឹងឡើងខណៈដែលចិត្តក៏ក្រឡេកក្រឡោងដោយសារភាពភ្ញាក់ផ្អើលនៃអ្វីដែលនាងទើបបានឮខណៈពេលដែលបរិយាកាសស្ងប់ស្ងាត់នៅជុំវិញតែម្ដងនោះក្មេងប្រុសវ័យក្មេងមានរូបរាងថ្លៃថ្នូរកំពុងអង្គុយយ៉ាងទំនងខ្លួនលើកៅអីរាជដោយបង្ហាញភាពទទួលខុសត្រូវនិងវាសនារបស់អ្នកដឹកនាំមួយឲ្យច្បាស់ចាំក្នុងចំណោមផ្កាកុលាបក្រហមខណៈពេលដែលក្មេងប្រុសក្នុងសម្លៀកបំពាក់អភិជនបង្ហាញភាពទទួលខុសត្រូវរបស់ខ្លួនយ៉ាងជឿជាក់មុនផ្កាកុលាបអារម្មណ៍ដ៏សម្រេចចិត្តរបស់គាត់ត្រូវបានបង្ហាញតាមរយៈកម្មមុខដៃដែលលើកឡើងដោយស្របពេលនឹងការប្រកាសថាខ្លួនមានកម្លាំងដើម្បីឈ្នះបញ្ហាទាំងអស់នៅពេលបញ្ហាចោទសួរត្រូវបានសួរឡើងក្នុងភាពងឹតនៃបំណងប្រសាសន៍នោះបានបង្ហាញអំពីការស្ទង់ចិត្តនិងភាពសង្ស័យដែលកើតឡើងក្នុងខួរក្បាលអ្នកសង្កេតខណៈពេលនោះអ្នកអំណាចដែលអង្គុយលើកៅអីរាជបានពន្យល់យ៉ាងត្រជាក់ថាពួកគេសូមជួយក្នុងការការពារទទួលខុសត្រូវនេះខណៈដែលអ្នកសង្កត់សម្ដែងការគោរពដោយដាក់ជង្គង់ចុះមុខព្រះអង្គក្នុងសាលធំដ៏ធំសេនាដែលមានអ្នកយាមចូលរាប់អង្គជាអធិការរងក្នុងបរិយាកាសផ្កាភ្លឺនិងពណ៌ស្រស់ស្អាតនាងស្លៀកខ្លីស្នេហាជាមួយសក់ពណ៌មាសនិងភ្នែកក្រហមកំពុងបង្ហាញមុខមើលហួសហេតុដោយក្រវិលដៃយ៉ាងសម្រេចចិត្តខណៈពេលនោះក្មេងប្រុសដែលមានមោទនភាពនិងភាពសម្រាកបានអង្គុយលើកៅអីមាសដោយបោះជើងមួយយ៉ាងកំសាន្តបញ្ជាក់ពីអារម្មណ៍កំប្លែងនៃពេលវេលានេះក្នុងពេលដែលភ្លើងចាំងរលោងបញ្ចេញពន្លឺវិសេសវិសាលនោះស្រីព្រៃបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលជាមួយភ្នែករលោងដោយសួរយ៉ាងស្ទាក់ស្ទើរក្នុងចិត្តថាវាជាអ្វីទាន់ស្ទាក់ស្ទើរពីភាពងឹតនោះឡើយនាងត្រូវបានបង្រួមចូលទៅកាន់ចំណុចកណ្ដាលនៃព្រោះងឹតយ៉ាងគ្មានអំណាចធ្វើអ្វីបានខណៈអារម្មណ៍ស្ទាក់ស្ទើរនិងការភ័យខ្លាចបន្តលេចឡើងកាន់តែខ្លាំងជាមួយនឹងមុខមាត់តឹងតែងក្នុងឯកសណ្ឋានខ្សត់សម្បើមព្រះអង្គបានបញ្ចេញសម្ដីយ៉ាងតឹងរឹងថាគ្មានអ្នកណាអាចឈ្នះបាននៅការប្រកួតនេះឡើយពេលនោះបុរសមានអំណាចបានបោះដៃគូដាវយ៉ាងភ្លាមដើម្បីបង្ហាញអំណាចរបស់ខ្លួនបណ្ដាឲ្យនារីតូចដែលកំពុងឈរលើកម្រាលក្រហមក្នុងបណ្ណាល័យត្រូវភ្ញាក់ផ្អើលដោយភាពភ្ញាក់ផ្អើលនិងស្ទាក់ស្ទើរអំព្រឹសសំឡេងដង្ហើមបក់និងបញ្ចេញសូរស្ទើរតែឈឺចាប់អារម្មណ៍ភ័យខ្លាចនឹងការបោះបង់បានបញ្ចេញលក្ខណៈឆាប់រីកលាតលាស់នៅក្នុងសំនៀងស្ងប់ស្ងាត់នៃវាលតេនោះនារីវ័យក្មេងរូបនោះបានរអាក់ទាំងភ្ញាក់ផ្អើលពេលដៃមួយអាចកំបាំងប៉ាស្មារបស់នាងយ៉ាងមិនបានរំពឹងមិនយូរប៉ុន្មានបុរសសក់ពណ៌មាសបានលើកដៃឡើងយ៉ាងស្ទាក់ស្ទើរដោយគិតពិចារណាលើសេចក្តីសម្រេចបន្ទាប់របស់ខ្លួនផាបានសួរយ៉ាងកំប្លែងនិងស្រឡាញ់អំពីលេខ5ដើម្បីបង្ហាញពីអារម្មណ៍ស្និទ្ធស្នាលរបស់នាងក្នុងបរិយាកាសដ៏ផ្ចិតផ្ចង់នៃសាលដ៏ស្រស់ស្អាតនាងបានឲ្យកងសម្លេងថាពេលវេលាលាក់លឺនេះជាលើស្មានបង្ហាញពីការភ្ញាក់ផ្អើលមួយភ្លាមនៅពេលដែលអលង្ការរបស់នាងលេចធ្លោកម្រិតនៃភាពភ្ញាក់ផ្អើលកើនឡើងភ្លាមនៅពេលដែលគាត់លេបអារម្មណ៍ភ្ញាក់ផ្អើលហើយលាតសន្ធឹងដៃបង្ហាញពាក្យ Volo លើបាតដៃរបស់គេនៅក្នុងអាកាសយ៉ាងងឹតនិងភ្លៀងធ្លាក់ស្រួចនោះសូរិយាព្រឺព្រួចបានបញ្ចេញសំណួរថាតើមានអ្វីកើតឡើងហើយការស្ទាក់ស្ទើរនោះបានធ្វើឲ្យមានអារម្មណ៍មិនប្រាកដប្រជាឡើងយ៉ាងខ្លាំងអាយេតបានបង្ហាញអារម្មណ៍ព្រួយយ៉ាងខ្លាំងពេលនាងបញ្ជាក់អំពីក្តីបារម្ភរបស់នាងដោយសំឡេងភ័យអន្ទះសាបន្ទាប់ពីអារម្មណ៍បារម្ភនៅក្នុងបេះដូងមិនអាចបាំងបានក្មេងស្រីបានសម្លឹងទៅមុខហើយបញ្ចេញសម្ដីយ៉ាងបន្ទាន់បញ្ជាក់ពីការព្រួយបារម្ភរបស់នាងពេលនោះមុខរបស់ព្រះអង្គពោពេញដោយភាពចម្លែកខណៈដែលព្រះអង្គបង្ហាញការភ្ញាក់ផ្អើលនិងសួរដោយសញ្ញាសំណួរតែពេលនោះបុត្រនៅលើក្រសួងបានអង្គុយលើកៅអីស្ដេចដោយបង្ហាញភាពទំនុកចិត្តក្នុងការប្រកាសអត្តសញ្ញាណថាជាទ្រង់មកពីព្រះរាជវង្សនៅពេលនាងហេងនាងសម្លឹងមកជាមួយមុខភ្ញាក់ផ្អើលនិងក្តីព្រួយក្នុងបន្ទប់ដ៏ប្រណិតនោះនាងបានខកចិត្តនឹងការពិតដ៏រំភើយមួយដែលទើបត្រូវបានបង្ហាញនៅពេលបន្ទាប់មកមនុស្សពាក់ព័ន្ធម្នាក់បានដើរចូលមកជិតក្មេងប្រុសក្រមុំដែលកំពុងអង្គុយលើកៅអីស្ដាងយ៉ាងប្រហិតនិងបានរំលឹកឲ្យយកចិត្តទុកដាក់ដោយសម្លេងតឹងរ៉ឹងនាងបានបញ្ចេញអារម្មណ៍ភ្ញាក់ផ្អើលដោយស្ទើរតែយល់ឃើញអ្វីមួយយ៉ាងច្បាស់ភ្លាមក្នុងពេលដែលនាងនិយាយឲ្យសម្ដែងអារម្មណ៍រីករាយខណៈនៅក្នុងសាលព្រះរាជាឯខ្លះដ៏ប្រណិតដោយបង្ហាញកាយវិការរីករាយនិងលើកកម្រាមដៃជាមួយនឹងភាពរីករាយស៊ីហាបានបញ្ជាក់ពីអារម្មណ៍រំភើបរបស់នាងយ៉ាងច្បាស់ទោះបីជាការសង្ស័យនៅតែមិនបួសចិត្តក្នុងចិត្តបន្តទៀតក៏មានសំណួរយ៉ាងត្រង់តែថាតើការព្យាយាមទាំងនេះសម្រេចបានមែនទេមិនទាន់មាននរណាម្នាក់និយាយអ្វីទេប៉ុន្តែភ្លាមនោះមិនតែប៉ុណ្ណោះនាងបានបក់ខ្លួនដោយការភ្ញាក់ផ្អើលទេប៉ុន្តែក៏មានអារម្មណ៍ដូចជាមានអ្វីមួយភ្លឺវាឆ្លងតាមសរសៃប្រសាទហើយនាងស្ទើរតែមិនជឿថាតើសូម្បីតែនៅក្នុងសំណួរខ្លីមួយនេះអាចធ្វើឲ្យចិត្តរបស់នាងរេបង្ហាញពីភាពប្រក្រើករហូតដល់កម្រិតក្រៀមក្រំខណៈពេលដែលគាត់បញ្ចេញមាត់សួរដោយភ្នែកប្រងើយកន្តើយថាតើមិត្តរួមក្រុមមានភាពរងរូសៅដូចគ្នាដែរឬទេដោយសារការពិចារណាខ្លាំងពីអ្វីដែលបានកើតឡើងមុននេះមាននរណាម្នាក់បានបញ្ចេញសំណួរយ៉ាងសំខាន់បង្អួតខ្លួនស្របព្រឹកថាតើការសម្រេចចិត្តនេះពិតជាសមស្របឬអត់ទៅពេលដែលបុរសម្នាក់ដែលមើលទៅព្រួយបានពិនិត្យដៃយ៉ាងយកចិត្តទុកដាក់អ្នកសិញ្ជឹងទាំងពីរនាក់នៅពីក្រោយឈររងមើលជាមួយអារម្មណ៍ភ្ញាក់ផ្អើលនិងការព្រួយបារម្ភព្រោះសភាពដៃដែលកំពុងត្រូវពិនិត្យមើលហាក់បីដូចជាសំខាន់ណាស់ក្នុងខណៈពេលដែលវាប្រកបដោយអារម្មណ៍តានតឹងនាងបានសួរយ៉ាងជ្រុលជ្រោះថាតើមានអ្វីកំពុងកើតឡើងហើយភ្លាមក៏បង្ហាញស្នាមភ័យខ្លាចនៅលើមុខពេលបញ្ចេញទស្សនៈសង្ស័យរបស់នាងខណៈពេលដែលភាពតានតឹងកាន់តែច្រើនបុរសអាចកំបាំងនោះបានបង្ហាញភ្នែកព្រើក្រហមស្រស់របស់គាត់ពីក្រោយស្រមោលក្នុងសភាពស្រួលចិត្តយ៉ាងគួរឲ្យខ្លាចខណៈពេលអារម្មណ៍តានតឹងនៅតែរឹតបន្តឹងអ្នកនារីក្រឡេកមើលចុះដោយចលនាចង្រៃនៃកាយវិការពោពេញដោយកំហឹងស្ងៀមស្ងាត់ដែលបង្ហាញថាផ្ទាំងមុខរបស់នាងអាចសម្លាប់បានក៏ដោយ
ខណៈពេលនោះមន្ត្រីមានអំណាចម្នាក់បានបញ្ចេញសម្លេងធ្ងន់ក្នុងសភាពស្ងប់ស្ងាត់ខណៈក្មេងស្រីតូចនៅតែមើលមិនដឹងអ្វីស្ថិតក្នុងការត្រៀមទទួលការីបញ្ជាបន្ទាប់ពីភាពស្មុគស្មាញនៃចិត្តនៅលើផ្ទាំងមុននាងបានសម្រេចថាត្រូវប្រញាប់ប្រតិបត្តិដោយក្តីបារម្ភបង្ហាញពីការចាំបាច់បំផុតក្នុងការទទួលសង្គ្រោះស្ថានភាពគ្រោះថ្នាក់នេះទៅពេលអង្គុយយ៉ាងស្ងប់ស្ងៀមលើព្រះបរមអាសនៈដោយកាន់ផ្កាទុកនឹងដៃព្រះអង្គក៏បានគិតទុកចិត្តថាតើអតីតកាលនៃអាណាចក្រនឹងមានន័យយ៉ាងដូចម្តេចសម្រាប់ព្រះអង្គក្នុងពេលបច្ចុប្បន្នមិនយូរប៉ុន្មានការមិនបានបង្ហាញអាកប្បកិរិយាភ័យខ្លាចជាមួយអារម្មណ៍លិចលួងខណៈដែលនាងប្រឹងកាន់កម្មព្រឹត្តចិត្តហ៊ានសួរយ៉ាងស្ទាក់ស្ទើរទីក្រោយមកពេលដែលកំពុងផែបង្ហាញសភាពស្ងប់ស្ងាត់ដោយកប៉ាល់ដ៏ធំចតជាប់ជានិច្ចក្បែរជញ្ជាំងបែបប៉ាឡាសខ្យល់សមុទ្រអាប់អំហៀបមួយបង្ហាញពីការរំពឹងទុកអំពីដំណើរចេញដ៏ជិតខាងក្នុងបរិយាកាសស្រទន់ខណៈដែលនាយប្រុសឲ្យដៃនារីយ៉ាងទន់ភ្លន់គាត់បាននាំមកជូនក្បាច់ផ្កាក្រហមដ៏ស្រស់ស្អាតដោយបង្ហាញអារម្មណ៍ប្រកបដោយក្តីញាក់ចិត្តឲ្យនាងមិនយូរប៉ុន្មានការភ្ញាក់ផ្អើលកើតឡើងពេលពួកគេបញ្ចេញសំណួរយ៉ាងតានតឹងថាព្រះអង្គស្ថិតនៅណាខណៈពេលសាធារណៈមើលឃើញកៅអីសេកទំនេរនៅកណ្ដាលបន្ទប់រាជវាំងយ៉ាងអស្ចារ្យជាមួយនឹងភាពអស្ចារ្យក្នុងភ្នែកនារី Graceful បានលើកកន្ត្រកអំណោយដ៏ស្រស់ស្អាតឡើងហើយក្នុងពេលនោះនាងបាននិយាយថា Trent គឺជាគ្រាប់ក្រវិលខ្លាមាសសម្រាប់ថ្ងៃពិសេសនេះបន្ទាប់ពីអារម្មណ៍សោកសៅបានឆាប់ប៉ះពាល់ខ្លាំងដល់នាងស្រីបែកគេតែងសារភាពដោយទឹកភ្នែកថានាងសូមអភ័យសុំទោសចំពោះអ្វីដែលបានកើតឡើងហើយនៅពេលនោះនាងក៏លើកដៃប៉ះក្បាលយ៉ាងធ្វេសប្រហែសក្នុងភាពសោកស្ដាយរូបភាពត្រូវបានតុបតែងយ៉ាងស្រស់ស្អាតជុំវិញអត្ថបទបង្ហាញពីការយល់ដឹងថ្មីអំពីទំនាក់ទំនងដោយបន្លិចផ្ទៃខ្សែបេះដូងលឿនបន្ថែមអារម្មណ៍រំភើបនិងស្រឡាញ់ដែលបន្តពីមេរៀនមុនជាមនុស្សម្នាក់ស្លៀកអាវក្រហមកំពុងសម្លឹងទៅមុខដោយព្រួយបារម្ភគាត់បានសន្ទនាដោយសម្លេងស្ទើរយកចិត្តទុកដាក់ថាការសម្រេចចិត្តមួយនេះពិបាកណាស់ធ្វើឲ្យអារម្មណ៍កង្វល់នៅតែបន្តលេចឡើងក្រោយព្រឹត្តិការណ៍មុននៅលើកៅអីដ៏ខ្ពង់ខ្ពស់នោះនាងបានអង្គុយដោយទទួលយកទំនួលខុសត្រូវយ៉ាងដោះព្រួយនិងសម្រិតសម្រាំងបង្ហាញពីសមត្ថភាពដឹកនាំដែលកំពុងរីកចម្រើនក្នុងចិត្តនៅក្នុងភាពស្ងប់ស្ងាត់នៃការចេញយោបល់ព្រិលឯកជនកំពុងតែស្ទាក់ស្ទើរក្នុងការពិនិត្យមើលចិញ្ចៀនគូសញ្ញាដែលស្ថិតនៅលើតពោពេញដោយក្រដាសនិងការងារដោយអារម្មណ៍ជ្រាលជ្រៅនៃការឆ្លុះបញ្ចាំងខណៈពេលដែលបរិយាកាសមិនច្បាស់ថាតើអ្វីកំពុងរង់ចាំនៅផ្នែកក្នុងបុរសម្នាក់បានបើកប្រអប់ខៀវល្អិតល្អន់យ៉ាងប្រុងប្រយ័ត្នដោយបង្ហាញថាវាជារបស់អាថ៌កំបាំងនិងមានសារៈសំខាន់ព្រះអង្គបានពន្យល់យ៉ាងច្បាស់ពីមូលហេតុដែលការសម្រេចចិត្តនេះមានសារៈសំខាន់ដល់អនាគតនៃពួកគេណពេលដែលគាត់នៅស្ងៀមស្ងាត់បន្តទស្សនានាងដោយចិត្តពិចារណាអ្នកស្រីបានផ្ដល់ដំបូន្មានសំខាន់ជាមួយអារម្មណ៍លើកទឹកចិត្តដោយកំចាត់ការស្ទាក់ស្ទើររបស់គាត់ទៅរកជំហានបន្តក្នុងនាមជាបុរសម្នាក់ដែលស្ងប់ស្ងាត់និងពេញដោយការគិតពិចារណាគាត់បាននិយាយបន្តិចបន្តួចក្នុងសំឡេងទន់បង្ហាញពីអារម្មណ៍ស្ងប់ស្ងាត់នៅក្នុងពេលនោះខណៈពេលដែលអាកាសធាតុស្ងប់ស្ងាត់នោះមួយដៃមានដល់លំអលើស្លាបដៃបានរអ៊ូបួសនាំអារម្មណ៍លែងស្រឡាញ់ដោយស្រួលទៅពេលបរិយាកាសនៅក្នុងព្រះរាជវាំងមានភាពស្ងប់ស្ងាត់នាងបានលើកដៃឡើងដោយទំនុកចិត្តហើយប្រកាសអំណាចរបស់ខ្លួនឲ្យគ្រប់គ្នាស្ដាប់លីហ្វីបានសើចស្រឿយដោយមើលផ្ចិតបង្ហាញពីគំនិតក្បត់ខ្លួនឯងដែលកំពុងកើតឡើងក្នុងចិត្តនៅពេលនាងកំពុងជាប់បំភ័យមុខកុមារដែលក្រុងសមិទ្ធហេតុបន្ទាប់ពីត្រូវចោទប្រកាន់យ៉ាងតឹងរឹងព្រះត្រឆានបានប្រកាសសុំឲ្យនាងបង្ហាញខ្លួនថានាងមិនមានអ្វីបំផុតត្រូវសុំទោសទេហើយនេះបានលេចឡើងដោយការចាប់ដៃឡើងជាមួយនឹងមាត់សរសើរយ៉ាងភ្ញាក់ផ្អើលបង្ហាញពីអារម្មណ៍រីករាយនិងភាពភ្ញាក់ផ្អើលរបស់នាងក្នុងបរិយាកាសភ្លឺចាំងខណៈពេលដែលបញ្ហាប្រឈមមុននៅតែធ្វើឲ្យមានភាពតានតឹងព្រះអង្គភ័យស៊ីលីអានបានអង្គុយជាមួយនឹងស្នាមញញឹមដែលពោពេញដោយទំនុកចិត្តបង្ហាញការព្រមព្រៀងរបស់គាត់ក្នុងការប្រឈមមុខនឹងអ្វីដែលមកដល់ក្នុងបរិយាកាសស្រស់ស្រាយនៃសាលដ៏ធំនាងបានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងព្រមទាំងប្រកាសថានាងទើបស្មានចេញពីការពិតដ៏សំខាន់មួយហ្វីបានប្រកាសយ៉ាងដាច់ខាតដោយភ្នែកក្រហមរឹងមាំរបស់នាងបញ្ជាក់ពីការសម្រេចចិត្តចុងក្រោយដោយអារម្មណ៍មាំមួនបន្ទាប់ពីនាងបានបង្ហាញកាយបង្ហាញកំណត់ចិត្តក្នុងសាលាផ្កាយព្រះបរមរាជនាងបានលើកដៃស្នើសុំអនុញ្ញាតជាសម្លេងឆាប់រហ័សក្នុងបរិយាកាសតានតឹងខណៈដែលអ្នកមានអំណាចនៅលើសេរីសោភ័ណ្ឌនិងអាណាព្យាបាលស្ងៀមស្ងាត់តាមដាននាងក្មេងស្រីស្លៀកសក់វែងបានលើកដៃដោយសុំនឹងសំណួរយ៉ាងស្រឡាញ់ភ្លឺភ្នែកបង្ហាញពីក្តីឆន្ទៈចង់ដឹងអំពីចម្លើយជាមួយភាពរីករាយនៅពេលនាងកំពុងតែរងស្ត្រីស្លុតនិងខ្លាចសាច់ដុំត្រូវកំគង់តែម្ខាងដោយភាពភ័យខ្លាចអស្ចារ្យយូរប៉ុន្មានប្រាថ្នាចុងក្រោយនៃសម្លេងដណ្ដឹងព្រួយបានរីកចេញរួមជាមួយដៃដ៏ញ័ររលាស់ត្រូវបានលើកដេកក្នុងសភាពតតែតានតឹងជាមួយភ្នែករលឹកពណ៌ក្រហមភ្លឺក៏នរណាមួយបានសួរឡើងដោយសម្លេងសម្ងាត់ដោយការសួរសំណួរនោះបង្ហាញពីការសង្ស័យអំពីអត្តសញ្ញាណយ៉ាងធ្ងន់ធ្ងរមិនយូរប៉ុន្មាននាងបានរអ៊ូយ៉ាងរន្ធត់ដោយរាងកាយក្រឡាប់ក្រឡោតនិងទឹកភ្នែកហូរច្រេនពីភាពភ័យខ្លាចដ៏ខ្លាំងដែលបង្រួមបង្អត់អារម្មណ៍របស់នាងពេលនោះក្មេងប្រុសស្រស់ស្អាតក្នុងឯកសណ្ឋានរាជវង្សបានអង្គុយលើកៅអីរាជដោយបង្ហាញនូវការញញឹមសម្បើមមួយដែលបញ្ចេញភាពជឿជាក់និងសេចក្តីសប្បាយរីករាយផ្ទាល់ខ្លួននៅក្រោមមេឃស្រឡះនោះការគិតពិចារណាអំពីវាសនាដែលមិនប្រកបប្រាយបានคล้ายជាកម្រងអារម្មណ៍ស្ទើរតែពោពេញទៅដោយការស្ទាក់ស្ទើរនិងសង្ឃឹមទោះជាបានឆ្លងកាត់សេចក្តីលំបាកមិនចេះចប់គាត់បានស្រួលចិត្តមួយផ្លែតនៅពេលនោះដោយនិមិត្តសញ្ញាថាបានរស់រានមានជីវិតនៅតែមានន័យសម្រាប់នាង
បុរសក្នុងឯកសណ្ឋានក្រហមបានពន្យល់យ៉ាងប្រកបប្រាស្រ័យអំពីបញ្ហាសំខាន់មួយដោយសំឡេងដ៏តឹងរ៉ឹងរបស់គាត់ធ្វើឲ្យនារីដែលអង្គុយផ្ទុយឲ្យកាន់តែឧណរទៅលើអ្វីដែលកំពុងត្រូវសម្រេចទៅពេលនាងប្រកាសយ៉ាងរីករាយដោយសំណើចថាអ្វីមើលទៅសប្បាយណាស់នាងបង្ហាញភាពស្រួលចិត្តនិងភាពក្លាហានក្នុងបរិយាកាសដ៏ប្រណីតនោះអំឡុងពេលដ៏យូររហូតដល់10ឆ្នាំសេចក្តីរងចាំនិងសង្ឃឹមបានផ្លាស់ប្ដូរទាំងអស់គ្នានៅក្នុងជ្រុងងឹតនៃថាមពលងឹតប្រុសក្មេងម្នាក់ឈរនិរន្តររងសម្ពាធខណៈដៃពីរដែលមួយចេញពន្លឺពណ៌ខៀវកំពុងផ្ដោតទៅលើយ៉ាងអាថ៌កំបាំងក្នុងខ្យល់ស្រងាត់នារូបកែវតូចមួយពោពេញដោយរាវស្វាយភ្លឺចែងចាំងយ៉ាងអាថ៌កំបាំងត្រូវបានបង្ហាញចេញជាការសន្យាសំខាន់ក្នុងទិដ្ឋភាពដ៏អណ្ដែតអណ្ដូងនេះភ្លាមនោះសំឡេងប្រេះនៃការគ្រឿងព្រួយបានលេចឡើងខណៈដែលបុរសម្នាក់បញ្ចេញស្រែកឆ្លោះក្នុងការជិះចាប់ដោយកាំបិតចាក់ឆ្លងភ្នែករបស់គេខណៈបុរសម្នាក់ទៀតក៏បង្ហាញការភ្ញាក់ផ្អើលបំផុតព្រមទាំងកាន់ស្មារបស់ខ្លួនដោយស្ទាក់ស្ទើរនៅពេលដែលអ្នកណាជាយុវជនសម័យចាស់កាន់ឈើអំណាចភ្លឺរលោងហើយលើកឯកសារដ៏មានអំណាចផ្ដល់អំណោយទៅអគារធំមួយដោយអារម្មណ៍មុតមមគាត់បានប្រកាសឲ្យនរណាម្នាក់មានមុខមាត់សង្ស័យកំពុងទទួលយកឯកសារនោះដោយស្ញប់ស្ញែងណពេលនោះសូម្បីតែពេលស្រទាប់មេឃបិទខ្មៅបង្ហាញនៅសញ្ញាខ្មោចមួយក្នុងមហាអាកាសក៏ការទស្សន៍ទាយអាថ៌កំបាំងអំពីអនាគតនៅតែមិនអាចបកស្រាយបាននៅលើសាឡុងក្មេងប្រុសសក់មាសម្នាក់បានលើកដៃសញ្ញាដោយភ្នែកនិងមុខស្ងប់ស្ងាត់សុទ្ធសឹងតែបង្ហាញភាពមោទនភាពនៃការសម្រេចចិត្តក្នុងស្ថានភាពធ្ងន់ធ្ងរខណៈពេលដែលភាពស្ងៀមស្ងាត់ត្រឡប់ចូលវិញកណ្ដាលបន្ទប់តុបតែងដ៏ត្រចះត្រចង់នោះមានដៃនារីស្ទើរត្រូវគេវាយរងរបួសមួយដាក់ស្រង់លើតុដោយអារម្មណ៍តានតឹងនិងរងចាំអ្វីមួយជ្រាបជ្រែកចិត្តនៅពេលដែលបរិយាកាសកាន់តែតានតឹងខ្ញុំបានបាញ់ស្នែងដោយសកម្មភាពកាចសាហាវពេលគាត់ក្នុងអាវក្រហមបាញ់លើក្រុមមនុស្សដែលអង្គុយក្នុងបន្ទប់ដ៏ប្រណិតបង្ហាញពីកំហឹងរឹងប៉ឹងរបស់គាត់ពេលបន្ទាប់នោះគាត់បានឈរដេញថ្លៃដោយការសម្រេចចិត្តមុំមួនមុខនឹងបញ្ហាដ៏គ្រោះថ្នាក់ខណៈពន្លឺរន្ទះបំភ្លឺមហោស្រពនឹងច្រវាក់ខ្សែដែកនៅពីក្រោយបង្ហាញពីភាពតានតឹងនិងការត្រៀមខ្លួនរបស់គាត់សម្រាប់ចំនួនដែលជិតមកដល់នៅក្នុងបន្ទប់ប្រណិតមួយបុរសម្នាក់បានពន្យល់យ៉ាងតឹងរ៉ឹងអំពីសារៈសំខាន់នៃការពារតាមអំណាចអាថ៌កំបាំងខណៈដែលនារីម្នាក់ស្ថិតក្នុងសភាពស្ងប់ស្ងាត់ស្ដាប់យ៉ាងយកចិត្តទុកដាក់ខណៈពេលដែលសំណួរចាំបាច់របស់នាងលេចឡើងដោយអារម្មណ៍ភ្ញាក់ផ្អើលយុវតីនោះបានសួរពីស្ថានភាពវិសេសវិសាលដ៏សក្ការៈបរិសុទ្ធដោយចង់យល់ពីភាពពិតដែលកំពុងលាក់ខ្លួននៅពីក្រោយក្នុងភាពងឹតនៃបរិយាកាសគាត់ឈរយ៉ាងច្របូកច្របល់ទាំងពិចារណាអំពីសេចក្តីសម្រេចដ៏លំបាកខណៈពេលដែលគាត់បង្ហាញភាពបារម្ភចំពោះជំហានបន្តជាបន្តពីភាពសម្រេចចិត្តរឹងមាំមុននេះកាលៈទេសៈកាន់តែរីករាយឡើងនៅពេលនាងលេចមុខជាមួយបេះដូងពោពេញដោយកម្លាំងវិជ្ជាជីវៈហើយបង្ហាញអារម្មណ៍ភ្លឺចំហដោយបង្ហាញភាពទំនើបថានាងមានជំនឿថាអាចឈ្នះឧបសគ្គទាំងអស់ក្នុងបរិយាកាសប៉ះពាល់ដោយភាពកង្វល់នាងបានបញ្ចេញអារម្មណ៍ភ័យនិងរន្ធត់ខណៈពេលប៉ះពាល់នឹងភាពស្ងប់ស្ងាត់និងការសង្ស័យរបស់គាត់ដែលអង្គុយប្រកបដោយភាពស្ងប់ស្ងាត់ក្នុងបន្ទប់ប្រណិតណពេលដែលភាពស្ងប់ស្ងាត់នៅតែស្ថិតក្នុងបន្ទប់ប្រណិតនោះនាងបានអង្គុយលើសាឡុងពណ៌លឿងដោយអារម្មណ៍ស្ងប់ស្ងាត់ហើយបន្តពិភាក្សាយ៉ាងប្រុងប្រយ័ត្នពីរឿងអ្វីដែលនាងសង្កេតឃើញថាអាចនាំមកនូវការផ្លាស់ប្ដូរធំនាពេលក្រោយក្នុងបន្ទប់ប្រណិតនោះគាត់បានបង្ហាញអារម្មណ៍កត់សម្គាល់ខណៈពេលបង្ហាញការព្រមានយ៉ាងតឹងរ៉ឹងទៅកាន់អ្នកស្ដាប់ក្នុងពេលនោះកញ្ញាអារម្មណ៍ភ្ញាក់ផ្អើលខណៈដែលនាងទទួលបានដំបូន្មានសំខាន់ចេញពីអ្នកដែលនៅជិតដោយអារម្មណ៍ភ្លឺភ្លេចនៅលើមុខក្នុងបន្ទប់ប្រណិតនោះក្នុងបន្ទប់ដ៏អស្ចារ្យមួយនាងបានដកដង្ហើមយឺតខណៈពេលកំពុងតែគិតពិចារណាអំពីសំណួរមួយដោយក្តីសង្ឃឹមស្រាលថាអាចនឹងព្យាយាមស្របតាមអ្វីដែលនាងបាននិយាយថាអាចធ្វើវាបានរង្វាន់រាជស្ថិតនៅលើដីដែលមានស្នាមឈាមក្រហមបញ្ជាក់ពីការធ្លាក់ខ្លួនរបស់ម្ចាស់វានិងបង្ហាញនៅអស្ថានៈដ៏អាក្រក់ដែលកំពុងពង្រីកចិត្តមកក្នុងទិដ្ឋភាពដ៏អាថ៌កំបាំងនេះអ្នកស្នែងឈាមឆ្នោតឈរមុខស្រោបលេខាប់ស្រមោលដោយភ្លឺព្រើដៃកាន់ដាវរះនឹងការកុលាបនៅពីក្រោយការមើលឃើញសមាជិកជួញដូរអាថ៌កំបាំងនោះបង្ហាញភាពបដិញ្ញារបស់គាត់ក្នុងការបង្ហាញមុខអ្នកសម្រុកបែបក្បត់នៅពេលនោះនារូបមុនស្លូតស្លាំងនេះគាត់កំពុងកាន់ទ្រូងដោយដៃពន្លឺក្រហមរលោងខណៈអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងកើតឡើងក្នុងព្រលឹងមានប្រាសាទផងសាឡអងចាររំស្នែងមួយចូលរួមមហាសោក្រឹតជាមួយនឹងកណ្ដាលពន្លឺភ្លើងដែលវះវែងជុំវិញតួប្រាសាទដ៏អាក្រក់ក្នុងបរិយាកាសស្ងប់ស្ងាត់នៃបន្ទប់ទទួលភ្ញៀវដ៏ប្រណិតអ្នកដឹកនាំដែលមានអំណាចបានពន្យល់យុទ្ធសាស្ត្រយ៉ាងជាក់លាក់ខណៈដែលបុរសម្នាក់ផ្សេងទៀតអង្គុយស្ងៀមស្ដាប់យកយ៉ាងយកចិត្តទុកដាក់ស្របពេលដែលទូស្រីនាងបានបញ្ចេញអារម្មណ៍ចាប់អារម្មណ៍ជាមួយបំណែកកូនតុកតាឈ្មោះ Emperor Persalon ដែលបង្ហាញថាវាលាក់អាថ៌កំបាំងខ្មៅខ្មាស់ខណៈដែលទូប្រុសបានសួរពីលក្ខណៈពិសេសរបស់វាពួកគេបានក្លាយជាមនុស្សស៊ីចំណេះដឹងនិងតាក់ទាញដោយអំណាចអាថ៌កំបាំងដែលបង្ហាញខ្លួននៅចំមួយសន្ទុះក្រោមពន្លឺរន្ធត់នៃផ្ទៃមេឃកញ្ញាភ្នែកធំម្នាក់ក៏ស្នើសុំសំណួរយ៉ាងភ្លាមដោយពោពេញទៅដោយភាពចង់ដឹងក្នុងបន្ទប់ប្រណិតមួយក្តីស្មានមិនច្បាស់បង្ហាញលើស្នាមដៃរបស់នាងដែលលើកឡើងយ៉ាងក្រឡេកក្រឡំដោយពោពេញទៅដោយភាពភ័យខ្លាចនិងមិនប្រាកដចិត្តបន្ទាប់ពីភាពស្ងៀមស្ងាត់នោះនាងលីហ្វីបានបញ្ជាក់ជាភ្នែកជាប់ភាពបារម្ភថាគាត់មិនយល់ទេថាតើមានអ្វីកើតឡើងដោយសំឡេងរបស់នាងតូចតាចពោពេញដោយភាពចម្លែកដែលធ្វើឲ្យបុរសក្នុងអាវក្រហមកាន់តែភ្ញាក់ផ្អើលនៅក្នុងបន្ទប់ដ៏ប្រណិតនោះនាងបានស្ទាក់ស្ទើរឡើងដោយការភ្ញាក់ផ្អើលនិងមិនអាចជឿជាក់បានចំពោះវិបត្តិដែលមកដល់យ៉ាងសាហាវមិនទាន់ស្រួលចិត្តនឹងអ្វីកើតឡើងនាងរីឆាប់ត្រូវបង្ខំឲ្យទទួលមុខនឹងបេសកកម្មថ្មីដែលលេចឡើងក្នុងប្រអប់ជូនដំណឹងហើយការភ្ញាក់ផ្អើលស្រួលមកលើនាងភ្លាម
នៅលើចិនដាល់ធំដ៏ត្រចះត្រចង់ក្នុងផ្ទះកញ្ចក់រុក្ខជាតិ3អ្នកឈរបង្ហាញអារម្មណ៍ស្ងប់ស្ងាត់និងពោពេញដោយការសង្ឃឹមចាំព្រឹត្តិការណ៍សំខាន់មួយដែលហ៊ានបំផ្លាញសិទ្ធិតែភាពស្ងប់ស្ងាត់ទៅជាអារម្មណ៍ដ៏មិនប្រាកដអំពន្លឺស្រអាប់នៃសួនយុវជនក្នុងឯកសណ្ឋានក្រហមបានសួរទៅនារីជាមួយមុខក្រខ្មៅថាតើមានបញ្ហាអ្វីកំពុងបង្គានាងឆ្លើយទៅវិញជាមួយភាពភ័យខ្លាចនិងការច្របូកច្របល់បញ្ជាក់ពីភាពមិនប្រក្រតីនៅជុំវិញពួកគេក្នុងពេលដែលនាងប៉ះដៃលើស្លឹកទំពាំងស្រូវយ៉ាងប្រុងប្រយ័ត្នស្រីបានសួរថាអ្វីគឺជាអាថ៌កំបាំងនៅទីនេះខណៈដែលចិត្តនាងពោពេញដោយការចង់ដឹងនិងអារម្មណ៍ស្រណោះចំពោះសួនច្បារចាស់នេះដោយបង្ហាញទឹកមុខស្ទាក់ស្ទើររបស់នាងប្រុសស្រីនេះបានស្ទាក់ស្ទើរដៃលើស្មារបស់ខ្លួនក្នុងសភាពប្រកបដោយទំនុកចិត្តខណៈដែលនាងបញ្ចេញសំឡេងគួរឲ្យកំប្លែងបញ្ជាក់ពីអារម្មណ៍លេងសើចរបស់នាងខណៈពេលនោះគាត់ស្ទើរតែបោះបង់កម្លាំងចិត្តដោយស្រង់ដង្ហើមយ៉ាងនឿយហត់នៅក្នុងផ្ទះកញ្ចក់បណ្ដាលឲ្យបុរសម្នាក់នៅជាប់ក្បែរកាន់ទម្រង់ដៃយ៉ាងតឹងតែងដោយភាពមិនសប្បាយចិត្តមួយសន្ទុះក្រោយមកនាងភ្ញាក់ផ្អើលគ្រប់ដៃលើមាត់ព្រោះសំឡេងបុកធំហាក់ធ្ងន់បានធ្វើឲ្យបំផ្លាញភាពស្ងប់ស្ងាត់ឲ្យคล้ายជាការភ្ញាក់ខ្លាចក្នុងបកណ្ដាលសួនយុវជនសក់ទឹកប្រាក់ម្នាក់បានបង្ហាញការខឹងសម្បាររបស់គាត់ដោយលាតជើងធ្វើឲ្យផ្កាធ្លាក់ចូលដីក្មេងប្រុសបានពន្យល់យ៉ាងតឹងរឹងពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលខណៈនារីកំពុងស្ដាប់ដោយក្តីព្រួយព្រួចហើយការសន្ទនារវាងពួកគេបង្ហាញពីបំណងនិងភាពបារម្ភចំពោះអនាគតលីហ្វេដើរចេញមុខឆ្ងល់ភ្លាមដោយនាងបានជក់ខ្យល់ស្រាប់សរសើរអំពីរឿងដែលនាងមិនបានរំពឹងយោរឿងបន្តបន្ទាប់ពីការតានតឹងនោះក្មេងប្រុសតូចម្នាក់ដែលមានមុខសង្ឃឹមយ៉ាងខ្លាំងបាននិយាយដោយសំឡេងដួលរំថាគាត់មិនចង់ឲ្យមានអ្វីកើតឡើងទៀតខណៈពេលដៃធំមួយបានឈានទៅរកគាត់ក្នុងសួនច្បារកណ្ដាលសភាពស្ងប់ស្ងាត់នារីវ័យក្មេងម្នាក់បង្ហាញទំនៀមទម្លាប់មិនប្រកបចិត្តដោយពន្លកក្បាលហើយស្រាយក្បាលយ៉ាងអៀនខ្មាស់ខណៈបុរសក្នុងឯកសណ្ឋានក្រហមឈរមើលមិនចេញសំឡេងបន្ទាប់ពីបានឮសំឡេងបុកបាក់ធ្វើឲ្យស្រាប់តែមានអារម្មណ៍មិនល្អក្រុម3នាក់បានចូលទៅក្នុងផ្ទះកែវដ៏ស្រស់ស្រាយដោយការប្រុងប្រយ័ត្នខណៈពេលនាងលីហ្វីសម្លឹងមើលទៅមុខដោយក្តីព្រួយបារម្ភខណៈដែលគាត់នាំពួកគេចូលទៅក្នុងឆាកចម្ងាយនោះហើយហាជាជាប់ជង្គង់នៅកណ្ដាលភាពចលាចលក្នុងស្ថានរីរូបនោះបានជើងរអិលយ៉ាងភ្លាមដោយភ្ញាក់ផ្អើលតាមសម្រួលកុមារប្រុសមួយដែលកំពុងសម្លឹងមកវិញដោយអារម្មណ៍កង្វល់ខណៈពេលនារីម្នាក់បាញ់ខ្លួនទៅមុខដោយភាពដាច់ស្រយាលដើម្បីរារាំងក្មេងប្រុសក្នុងខោអាវខ្មៅមាសដែលមានមុខភ្ញាក់ផ្អើលបានថយក្រោយក្នុងភាពភ្ញាក់ផ្អើលខណៈបុរសក្នុងខោអាវក្រហមស្រែកដោយការព្រឺព្រួយក្មេងស្រីមានសភាពរីករាយបានផ្លោតខ្លួនបោះចូលទៅកាន់ក្មេងប្រុសស្រស់ស្អាតដែលកំពុងឈរភ្ញាក់ផ្អើលខណៈអាកប្បកិរិយាខ្លះរបស់ពួកគេបញ្ចេញបរិយាកាសលេងសើចនឹងក្មេងកាលនោះម្នាក់បានបញ្ចេញមកទៅក្នុងបរិយាកាសស្ងប់ស្ងាត់ពោពេញដោយការពិចារណាខ្លាំងនៅក្នុងពេលវេលាដែលកំពុងតែតានតឹងនោះភ្នែករបស់គាត់បង្ហាញអារម្មណ៍ព្រួយបារម្ភខណៈពេលដែលគាត់ឈរផ្ទុះកណ្ដាលមូលដ្ឋាននៃផ្កាកុលាបស្វែងងឹតហើយបានប្រមានឲ្យប្រយ័ត្នដោយសំឡេងរួចរាល់ស្រឡាំងស្រមៃដោយការរីករាលដាលនៃការយល់ដឹងភ្លាមស្រីវលាក់បានបង្ហាញយ៉ាងច្បាស់ពីការភ័យស្លន់ស្លោតក្នុងមួយសួនផ្កាខណៈនាងបានត្រួសត្រាសឲ្យខ្លួនឯងថាវាជាការពិតមែនសន្លឹកនេះការឆ្លើយនឹកដល់អតីតកាលត្រូវបានបង្ហាញតាមរចនាបថផ្កាដ៏ស្រស់ស្អាតនិងលំនាំរង្វង់លេងពន្លឺទន់បង្កើតអារម្មណ៍ស្រមៃនិងបណ្ដាញអារម្មណ៍រំភើបនៅក្នុងបរិយាកាសដាច់ស្រយាលនៅពេលដែលតួអង្គស្រីដែលមានភាពស្ងប់ស្ងាត់និងរូបរាងអធិការីទើបតែបង្ហាញខ្លួនយ៉ាងសម្បើមជាមួយនឹងសេចក្តីមិនជឿជាក់បំផុតគេឃើញបុរសម្នាក់នៅពីក្រោយនាងកំពុងភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែការមកដល់នេះក្នុងពេលដែលបុរសសក់មាសមួយរូបបង្ហាញលក្ខណៈថាខ្លួនមានទំនុកចិត្តហើយបញ្ចេញសំណើចស្ទាវដើម្បីផ្ដល់ការព្រមានយ៉ាងអៀនអប់ទឹកមុខរបស់គាត់បញ្ជាក់ថាគាត់ជឿជាក់លើអ្វីដែលនឹងកើតឡើងបន្តតែពេលនោះការចងចាំអំពីអាថ៌កំបាំងមួយបានធ្វើឲ្យបរិយាកាសនៅក្នុងព្រៃផ្កាដ៏ស្រស់ស្អាតនោះកាន់តែជ្រាលជ្រៅទាំងពេលពួកគេកំពុងតែពិចារណាអំពីអ្វីដែលអាចកើតឡើងបន្តបុរសសក់ត្រាំសម្ដែងភាពស្ងប់ស្ងាត់ប៉ុន្តែអំណាចខណៈពេលនាងលីអាវីក៏រន្ធត់វិញខ្លួនក្រោយពេលគាត់បញ្ជាក់យ៉ាងត្រជាក់ថាគេមិនអាចអត់អន់ចំពោះកំហុសនោះទេក្នុងពេលដែលនាងចាប់អារម្មណ៍ដោយការបង្ហាញអំណោយសាសលើទ្រនាប់ទ្រូងរបស់បុរសអាថ៌កំបាំងគាត់បានត្រឡប់មកវិញដោយការភ្ញាក់ផ្អើលស្រមៃមិនដល់ថាបានឃើញអ្វីដែលនឹងបំលែងជីវិតរបស់នាងដោយឈរឆ្លៀតបំផុតក្នុងសំណង់ដែលពោពេញដោយដើមរុក្ខជាតិបុរសសក់លឿងម្នាក់ក្នុងសម្លៀកបំពាក់ផ្លូវការបានបញ្ចេញមុខមាត់យ៉ាងតឹងរឹងដោយប៉ះពាល់នឹងស្ត្រីម្នាក់ដែលអង្គុយសម្លឹងមកយ៉ាងប្រកាន់ខ្ជាប់នឹងអន្ទះសារក្នុងបរិយាកាសតានតឹងនៃបន្ទប់លម្អដោយសៃរិស័យខ្លួនប្រដាប់ឯកសណ្ឋានក្រហមសួរអំពីភាពស្មោះត្រង់បានឃើញកាយវិការរបស់តួអង្គស្លៀកអាវខ្មៅដែលបង្ហាញអំណាចដោយសង្ស័យនិងស្នើសុំការពន្យល់ពេលដែលគាត់តបដោយសម្លេងភ័យខ្លាចក្នុងពេលដែលនាងដកដង្ហើមភ្លឺភ្លង់ដោយសេចក្តីភ្ញាក់ផ្អើលក្នុងបេះដូងកែប្រែនៅពេលនោះបានបង្ហាញឲ្យឃើញថានាងទើបតែដឹងការពិតដ៏ធំមួយដែលធ្វើឲ្យស្ងប់ស្ងាត់នៅជុំវិញកាន់តែតឹងរ៉ឹងទោះជាស្ថានភាពកន្លងមកកាន់តែតានតឹងក៏ដោយបុរសសក់លឿងនោះបន្តបញ្ចេញមុខព្រួយបារម្ភហើយសួរដោយសំឡេងធ្ងន់ថាតើពួកគេគួរតែបន្តការរត់តាមល្បឿននេះទេបារម្ភពីការឈឺចាប់ក្នុងបេះដូងរបស់មិត្តរួមក្រុមទៅពេលដែលអារម្មណ៍តានតឹងលេចឡើងនាងកាន់តែចង់បង្ក្រាបភាពភ័យខ្លាចរបស់ខ្លួនដោយក្រឹតដៃយ៉ាងរឹងក្នុងសួនផ្កាខណៈញឹមញាប់នៃញើសបង្ហាញព្រួយបារម្ភនៅក្នុងចិត្តមិនទាន់សូវជាប់ចិត្តពីអ្វីដែលកើតឡើងក៏ប៉ុន្តែភ្លាមនោះបុរសដែលស្ងប់ស្ងាត់បានមើលទៅមុខដោយសេចក្តីសង្ស័យខណៈដែលបុរសមួយទៀតក៏បានលោតចេញពីក្រោយដោយភាពភ្ញាក់ផ្អើលហើយសួរយ៉ាងចម្លែកថាតើមានអ្វីកើតឡើង
បុរសនោះបានគិតពិចារណាដោយយកចិត្តទុកដាក់លើសេចក្តីទស្សន៍ទាយដែលបង្ហាញពីព្រឹត្តិការណ៍ក្នុងព្រះបរមរាជវាំងត្រូវផ្អាកនិងឈ្នះការប្រកួតប្រដាល់ដាក់ដាវដោយសំណួររបស់គេបន្តបញ្ជាក់ភាពចង់ដឹងពីថាតើនរណាគឺអ្នកមានអំណាចនៃការទស្សន៍ទាយនេះតែពេលដែលបញ្ហាពីអតីតកាលនៅតែពិចារណានៅពេលនេះគាត់បានសម្លឹងមកមុខដោយភ្នែកក្រហមខ្លាំងហើយសួរដោយសំឡេងតឹងរាក់ទាក់ទងពីភាពស្មោះត្រង់របស់អ្នកមួយច្បាស់ពេលបុរសនោះឡើងចិត្តនាងដោយភ្នែកក្រហមចម្រូងចម្រាសនាងភ្ញាក់ផ្អើលហើយស្ទាក់ស្ទើរចេញដោយអារម្មណ៍ភ័យស្លន់ស្លោហេតុការណ៍មិនគួរឲ្យជឿបានធ្វើឲ្យនាងស្មារតីរញ្ជួយដោយនាងភ្ញាក់ផ្អើលឡើងពីការរីកមកវិញភ្លាមហើយនៅក្នុងផ្ទាំងពន្លឺក្រោយថយក្រោយនេះនាងបានសរសេរចំអិនថាមានអ្វីមួយផ្លាស់ប្ដូរដ៏ធំកើតឡើងក្នុងខ្សែភ្លើងនៃស្រមោលការមើលរឹងមាំរបស់នាងដែលភ្លឺស្រទន់ក្រហមបំផុតបានបង្ហាញអារម្មណ៍ដ៏មិនប្រក្រតីដែលលាក់កំបាំងអ្វីមួយសំខាន់នៅខាងក្នុង